ហេតុអ្វីបានជាអ៊ីស្រាអែលនឹងស្អប់អ៊ីរ៉ង់ម្លេះហើយតែងតែចិញ្ចឹមចិត្តកំទេចអ៊ីរ៉ង់ចោលពីភពផែនដីទីមួយដើមឡើយអ៊ីស្រាអែលនិងអ៊ីរ៉ង់នឹងគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចទេបងប្អូនប៉ុន្តែចាប់តាំងពីឆ្នាំ1979មកនៅពេលដែលប្រទេសអ៊ីរ៉ង់បានផ្ដួលរំលំរបបស្ដេចសារចោលធ្វើឲ្យអ៊ីស្រាអែលនឹងក្តៅកាហាយចងគំនុំជាមួយនឹងរបបបដិវត្តរបស់អ៊ីរ៉ង់ដែលក្រោយមកមានឈ្មោះហៅថាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហើយកាលពីមុនឆ្នាំ1979ប្រទេសទាំងពីរតែងតែមានតំណែងស្អិតរមួតហើយធ្វើការផ្លាស់ប្ដូរបទពិសោធន៍តាក់ទងទៅនឹងកងកម្លាំងប្រដាប់អាវុធទាហានការពារជាតិឬក៏ផ្នែកសេដ្ឋកិច្ចអីជាដើមប៉ុន្តែជាអកុសលអីរបបប្រជានិយមនៅអ៊ីរ៉ង់ត្រូវបានផ្ដួលរំលំដោយរបបបដិវត្តប្រទេសអ៊ីរ៉ង់សប្តាហ៍ថ្ងៃនេះអញ្ចឹងហើយបានជាចាប់ពីឆ្នាំ1979នៅពេលដែលរបបប្រជានិយមស្ដេចសារអ៊ីរ៉ង់នឹងត្រូវបានរលំរលាយហើយនិរទេសខ្លួនទៅនៅប្រទេសមួយចំនួនពិសេសនៅសហរដ្ឋអាមេរិកហ្នឹងធ្វើឲ្យអ៊ីស្រាអែលចាប់ផ្ដើមគុំចងគំនុំជាមួយនឹងអ៊ីរ៉ង់ដែលបានគំទេចសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនកាលពីអតីតកាលហើយចាប់តាំងពីឆ្នាំ1979នៅពេលដែលអ៊ីរ៉ង់បដូររបបពីរាជានិយមមកជាសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះធ្វើឲ្យគោលនយោបាយដឹកនាំប្រទេសអ៊ីរ៉ង់ផ្លាស់ប្ដូរ180ដឺក្រេជាមួយនឹងអ៊ីស្រាអែលហើយមេដឹកនាំបដិវត្តឬក៏មេដឹកនាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ហ្នឹងចាប់ផ្ដើមប្រកាសយកអ៊ីស្រាអែលធ្វើជាសត្រូវតែម្ដងបាទដោយសារតែកន្លងមកអ៊ីស្រាអែលហ្នឹងតែងតែគ្រប់គ្រងជាមួយនឹងរបបប្រជានិយមឬក៏អីចឹងទៅប៉ុន្តែចុងក្រោយវាយចាញ់របបបដិវត្តអ៊ីរ៉ង់អញ្ចឹងហើយធ្វើឲ្យមេដឹកនាំថ្មីអ៊ីរ៉ង់ដែលកើតឡើងពីការធ្វើបដិវត្តហ្នឹងគឺលោកអាយ៉ាតូឡាខូមេនីហ្នឹងគឺបានចាត់ទុកអ៊ីស្រាអែលគឺជាសត្រូវសួរពូជដែលក្នុងនោះលោកអាយ៉ាតូឡាខូមេនីនឹងបានហៅប្រទេសអ៊ីស្រាអែលថាគឺជាសាតាំងតូច Little Satan ហើយសហរដ្ឋអាមេរិកនឹងគឺជា Great Satan បាទគឺបងធំសាតាំងហើយបើនិយាយឲ្យស្រួលស្ដាប់ទៅសាតាំងតូចសាតាំងធំអាមេរិកអ៊ីស្រាអែលនឹងគឺប្រៀបបានទៅនឹងអាក្លូអាកុចប្រៀបបានទៅនឹងតាក្រឹមតាកុយអញ្ចឹងបងប្អូនបាទថាឲ្យតែបានសម្ដែងមួយគ្នាហ្នឹងគឺសមអើយសមអញ្ចឹងលោកអាយ៉ាតូឡាខូមេនីគាត់ចាត់ទុកថាអាមេរិកហើយអ៊ីស្រាអែលគឺជាសាតាំងតូចសាតាំងធំហើយពាក្យសាតាំងនេះគាត់សំដៅទៅលើពពួកក្រុមបិសាចដែលនៅក្នុងសាសនាអាប់រ៉ាហាំទន្ទឹមនឹងនេះលោកអាយ៉ាតូឡាខូមេនីក៏បានចាត់ទុកអ៊ីស្រាអែលនឹងថាមិនមែនជាជាតិសាសន៍ដែលមានទឹកដីរស់នៅដូចសប្តាហ៍ថ្ងៃទេហើយទឹកដីអ៊ីស្រាអែលរាល់ថ្ងៃនេះជនជាតិជ្វីបឬក៏ជនជាតិយូដារាល់ថ្ងៃនេះគឺជាទឹកដីដែលបានមកពីលួចឆក់ប្លន់របស់គេអញ្ចឹងហើយបានជាធ្វើឲ្យរបបបដិវត្តអ៊ីរ៉ង់ហ្នឹងចងគំនុំជាមួយនឹងអ៊ីស្រាអែលផងដែរចាប់តាំងពីពេលនោះមកមូលហេតុទី2កន្លងមកអ៊ីរ៉ង់ហ្នឹងតែងតែគំរាមអ៊ីស្រាអែលថាថ្ងៃណាមួយបើមានឱកាសនឹងកំទេចអ៊ីស្រាអែលឲ្យផុតរលត់ពីភពផែនដីអញ្ចឹងហើយធ្វើឲ្យថ្នាក់ដឹកនាំអ៊ីស្រាអែលពិសេសគឺលោក Benjamin Netanyahu ហ្នឹងគឺគាត់បានរៀបចំផែនការគំនុំសងសឹកគាត់បានលាក់ទុកនៅការឈឺចាប់របស់គាត់ជាង40ឆ្នាំហើយសង្ឃឹមថាថ្ងៃណាមួយនឹងកំទេចរបបអ៊ីរ៉ង់ចោលដែលអ៊ីរ៉ង់នេះតែងតែគំរាមអ៊ីស្រាអែលជាង40ឆ្នាំហើយអញ្ចឹងសម្រាប់ទស្សនៈនយោបាយរបស់លោក Benjamin Netanyahu គឺគាត់ច្បាស់ណាស់ថាថ្ងៃណាមួយបើគាត់មានឱកាសគាត់នឹងកំទេចអ៊ីរ៉ង់ចោលទៅតាមស្អីដែលជាការឈឺចាប់របស់គាត់ចំពោះការគំរាមកំហែងអ៊ីរ៉ង់កន្លងមកចំណុចទី3អ៊ីរ៉ង់គឺជាប្រទេសដែលគំរាមកំហែងនៅក្នុងតំបន់ដោយសារតែអ៊ីរ៉ង់នឹងកំពុងតែផលិតនៅអាវុធនុយក្លេអ៊ែរនេះបើតាមការបញ្ជាក់របស់ក្រមស៊ើបការរបស់អ៊ីស្រាអែលហើយកន្លងមកអ៊ីរ៉ង់នេះត្រូវបានគេចោទប្រកាន់យូរហើយបាទតាក់ទងទៅនឹងរឿងលួចផលិតអាវុធនុយក្លេអ៊ែរបើទោះបីជាកន្លងមកអ៊ីរ៉ង់តែងតែបដិសេធថាកម្មវិធីនុយក្លេអ៊ែរដែលខ្លួនកំពុងតែរៀបចំអភិវឌ្ឍនេះមិនមែនយកទៅផលិតអាវុធនុយក្លេអ៊ែរបល័យលោកឬក៏ចង់កំទេចប្រទេសណាមួយទេគឺដើម្បីតែមូលហេតុការពារសន្តិសុខជាតិរបស់ខ្លួនពិសេសគឺបម្រើដល់ផលប្រយោជន៍ប្រជាជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់តាមរយៈការផ្ដល់ធម្មពលអីជាដើមអញ្ចឹងវាខុសពីស្អីដែលជារបាយការណ៍របស់អ៊ីស្រាអែលឬក៏ប្រទេសមហាអំណាចមួយចំនួនដូចជាអាមេរិកអីចោទប្រកាន់អ៊ីរ៉ង់ថាកំពុងតែលួចផលិតអាវុធបល័យលោកឬក៏អាវុធនុយក្លេអ៊ែរហ្នឹងដើម្បីគំរាមកំហែងទៅដល់សកលលោកពិសេសគឺអ៊ីស្រាអែលហ្នឹងអញ្ចឹងហើយបានជាអ៊ីស្រាអែលហ្នឹងគាត់ស្អប់អ៊ីរ៉ង់គាត់តែងតែចិញ្ចឹមចិត្តថាថ្ងៃណាមួយត្រូវតែកំទេចអ៊ីរ៉ង់ឲ្យបានបើទុកអ៊ីរ៉ង់ទៀតគឺថាអ៊ីស្រាអែលនឹងដេកមិនសនុកបក់មិនលហើយទេអញ្ចឹងមានតែវិធីមួយទេគឺត្រូវតែធ្វើម៉េចកំទេចអ៊ីរ៉ង់ចោលតតែបានប៉ុន្តែទោះយ៉ាងណាក៏ដោយបងប្អូនបើយើងក៏លេខទៅមើលប្រទេសដែលមានអាវុធនុយក្លេអ៊ែរវិញគឺអ៊ីស្រាអែលនឹងគឺជាប្រទេសក៏មានអាវុធនុយក្លេអ៊ែរដែរបាទដល់តែគាត់ឃើញអ៊ីរ៉ង់ផលិតអីចឹងទៅគាត់ប្រហែលជាគាត់ភ័យឬក៏គាត់គិតថាអាតំបន់មជ្ឈិមបូព៌ាមានតែអញទេឥឡូវឯងមកពីណាចង់ផលិតអាវុធនុយក្លេអ៊ែរដែរអញ្ចឹងអញអត់ឲ្យឯងផលិតទេប៉ុន្តែកន្លងមកអ៊ីស្រាអែលហ្នឹងក៏គាត់មិនដែលសារភាពដែរ
មិនដែលសារភាពថាគាត់នឹងមានអាវុធនុយក្លេអ៊ែរដែរប៉ុន្តែបើតាមរយៈរបាយការណ៍ស៊ើបអង្កេតឬក៏ចារកម្មផ្សេងៗរបស់ប្រទេសមហាអំណាចមួយចំនួនហើយក្នុងនោះក៏មានសហរដ្ឋអាមេរិកដែរបានប៉ាន់ប្រមាណថាសប្តាហ៍ថ្ងៃនេះអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរយ៉ាងតិច90ដែរបាទវាខុសពីអ៊ីរ៉ង់ដែលអត់មានទិន្នន័យអីជាក់លាក់ទេអ៊ីរ៉ង់អ្វីត្បិតតែគេចោទថាមានមែនប៉ុន្តែម្ដងថ្ងៃនេះរកអត់ទាន់ឃើញមួយទេប៉ុន្តែអ៊ីស្រាអែលរាល់ថ្ងៃនេះគឺមានជាង90នេះបើតាមការប្រមូលព័ត៌មានពីស្ថាប័នស្រាវជ្រាវមួយចំនួននៅសហរដ្ឋអាមេរិកហើយសប្តាហ៍ថ្ងៃនេះប្រទេសដែលមានសមត្ថភាពនៅក្នុងការផលិតអាវុធនុយក្លេអ៊ែរគឺមានមិន10ប្រទេសទេបងប្អូនបាទហើយក្នុងនោះគឺរុស្ស៊ីនាំមុខគេគឺមានអាវុធនុយក្លេអ៊ែរច្រើនណាស់រាប់ពាន់ដើមហើយទី2គឺសហរដ្ឋអាមេរិកក៏មានសង្ហប្រហែលជាមួយនឹងរុស្ស៊ីដែរហើយបន្ទាប់មកមានចិនមានប៉ាគីស្ថានមានបារាំងមានអ៊ីស្រាអែលអីជាដើមដល់តែអញ្ចឹងទៅប្រទេសខ្លះបែរជានាំគ្នាមករករឿងអ៊ីរ៉ង់រឿងផលិតអាវុធនុយក្លេអ៊ែរអញ្ចឹងទាំងដែលអ៊ីរ៉ង់គាត់មិនដែលសារភាពឬក៏គាត់មិនដែលនិយាយថាគាត់ផលិតអាវុធនុយក្លេអ៊ែរទេគឺគាត់បង្កើតកម្មវិធីស្រាវជ្រាវកម្មវិធីនុយក្លេអ៊ែរនេះឡើងដើម្បីបម្រើឲ្យផលប្រយោជន៍នៃការការពារជាតិរបស់គាត់ហើយគាត់ក៏មិនដែលទៅចង់ធ្វើបាបអាណាដែរប៉ុន្តែកន្លងមកថាអញ្ចឹងទេប៉ុន្តែគាត់គម្រាមអ៊ីស្រាអែលរហូតបាទហើយអ៊ីស្រាអែលហ្នឹងក៏គម្រាមអ៊ីរ៉ង់ដែរនិយាយទៅពីហ្នឹងគម្រាមទៅគម្រាមមកប៉ុន្តែកន្លងមកហ្នឹងមិនដែលថាប៉ះទង្គិចគ្នាជាលក្ខណៈធំដុំទេដែលគេហៅថា shadow wars បាទ shadow war ហ្នឹងគឺសង្គ្រាមសម្មោលហ្នឹងគឺជាការខ្ចីដៃប្រទេសដទៃខ្ចីដៃក្រុមណាមួយឬក៏ការបង្ហាញឥទ្ធិពលរៀងខ្លួនដើម្បីកំញោញគ្នាបលាចគ្នាបង្ហាញសាច់ដុំទៅគ្នាគេហៅថា shadow war បាទសង្គ្រាមសម្មោលហ្នឹងប៉ុន្តែទើបតែឆ្នាំ2026នេះទេគឺលែងសង្គ្រាមសម្មោលហើយគឺសង្គ្រាមមែនទែនជាក់ស្ដែងតែម្ដងបាទអញ្ចឹងហើយបានជាធ្វើឲ្យប្រទេសទាំងពីរឥឡូវនេះខ្ទេចខ្ទីច្រើនណាស់បងប្អូនបាទយើងមិនដឹងថាយ៉ាងម៉េចទេប៉ុន្តែបើយើងមើលទៅតាមសារព័ត៌មានទូរទស្សន៍អន្តរជាតិគឺទីក្រុងធំរបស់ប្រទេសទាំងពីរនេះត្រូវបានកំទេចហើយប្រជាជនចាប់ផ្ដើមរត់ភៀសខ្លួនទៅកាន់តំបន់ទីទួលមានសុវត្ថិភាពរៀងខ្លួនមូលហេតុទី4ភ្នំមួយមិនអាចមានខ្លាពីរទេឬក៏បើមានឯងអត់អញមានអញអត់ឯងនេះគឺជាទ្រឹស្ដីប្រទេសទាំងពីរដែលតែងតែប្រកាន់ខ្ជាប់ជាមួយគ្នាកន្លងមកអញ្ចឹងតំបន់មជ្ឈិមបូព៌ាគឺអ៊ីស្រាអែលនិងអ៊ីរ៉ង់នេះតែងតែបង្ហាញឲ្យសកលលោកឃើញថាពួកគេគឺជាបងធំពិតប្រាកដនៅតំបន់មជ្ឈិមបូព៌ាអញ្ចឹងនៅពេលដែលភ្នំមួយមានខ្លាពីរនៅពេលដែលពួកគាត់ប្រើទ្រឹស្ដីមានឯងអត់អញមានអញអត់ឯងនេះវាធ្វើឲ្យប្រទេសទាំងពីរងាយនឹងប្រឈមមុខដាក់គ្នាណាស់ហើយបើយើងនិយាយអំពីភាសាបច្ចេកទេសនៅក្នុងនយោបាយវិញគេហៅថាអនុត្តរភាពតំបន់បាទគឺម្នាក់ហ្នឹងចង់អួតចង់បង្ហាញគេថាអញគឺជាបងធំពិតប្រាកដអញគឺជាមេធំអញគឺជាមេកោយពិតប្រាកដនៅតំបន់មជ្ឈិមបូព៌ាអញ្ចឹងអត់មានអាណាមកអញញ៉ៃមួយអញអញ្ចឹងហើយបានជាកន្លងមកប្រទេសទាំងពីរតែងតែបង្ហាញសាច់ដុំតែងតែវាយប្រហារគ្នាពាក្យសម្ដីឬក៏សង្គ្រាមសម្មោលឲ្យខ្ញុំបានបញ្ជាក់មិញហ្នឹងដើម្បីបង្ហាញទៅឲ្យសកលលោកមើលឃើញថាខ្លួនឯងគឺជាមហាអំណាចផ្នែកយោធាផ្នែកនយោបាយនៅក្នុងតំបន់បាទអញ្ចឹងវាជាអនុត្តរភាពតំបន់មួយដែលបង្កឲ្យប្រទេសទាំងពីរតែងតែមានបញ្ហាជាមួយគ្នាជាង40ឆ្នាំមកនេះហើយដោយសារតែការគម្រាមកំហែងរបស់អ៊ីរ៉ង់នេះហើយបងប្អូនធ្វើឲ្យលោក Benjamin Netanyahu ហ្នឹងគាត់មានពាក្យស្លោករបស់គាត់មួយគាត់និយាយថាអ៊ីរ៉ង់ហ្នឹងគឺជាប្រទេសក្បាលមឹកបាទ head of octopus ហ្នឹងក្បាលមឹកហ្នឹងមានន័យថាគាត់ចង់សម្ដៅលើអ៊ីរ៉ង់ហ្នឹងគឺមានបណ្ដាញដៃជើងច្រើនណាស់នៅជុំវិញអ៊ីស្រាអែលអញ្ចឹងថ្ងៃណាមួយហ៊ានតែអ៊ីស្រាអែលភ្លេចខ្លួនហ៊ានតែអ៊ីស្រាអែលហ្នឹងមិនប្រុងប្រយ័ត្នគឺអាដៃមឹកជើងមឹករបស់អ៊ីរ៉ង់ហ្នឹងនឹងប្រទេសអ៊ីស្រាអែលអញ្ចឹងលោក Benjamin Netanyahu គាត់ប្រៀបធៀបប្រទេសអ៊ីរ៉ង់ហ្នឹងទៅជាប្រទេសក្បាលមឹកដែលមានបណ្ដាញមានសម្ព័ន្ធមិត្តមួយចំនួនដែលនៅជិតអ៊ីស្រាអែលហ្នឹងរងចាំតែឱកាសល្អដើម្បីកំទេចអ៊ីស្រាអែលចោលអញ្ចឹងពាក្យលោក Benjamin Netanyahu នេះមួយយ៉ាងដែរបងប្អូនបាទគាត់ហៅថា head of octopus អ៊ីរ៉ង់គឺជាប្រទេសក្បាលមឹកហើយដល់តែមួយនឹងចង់ធ្វើបងធំរៀងខ្លួនចង់คลายទៅជាមហាអំណាចប្រចាំតំបន់មជ្ឈិមបូព៌ាធ្វើឲ្យប្រទេសទាំងពីរនឹងចាប់ផ្ដើមស្វែងរកសម្ព័ន្ធមិត្តរៀងខ្លួនបាទអ៊ីរ៉ង់នោះគាត់ចាប់ផ្ដើមបង្កើតសម្ព័ន្ធមិត្តជាមួយនឹងលេបាណុនជាមួយយេម៉ែនជាមួយប្រទេសមួយចំនួនដែលនៅជិតប្រទេសអ៊ីស្រាអែលនឹងដោយគ្រប់គ្រងទៅកាន់ក្រុម Hezbollah មាន Hamas មាន Houthi នៅយេម៉ែននេះជាដើមដើម្បីជាកម្លាំងសម្មោលមួយទប់ទល់ជាមួយអ៊ីស្រាអែលទៅថ្ងៃណាមួយដែលអ៊ីស្រាអែលគំរាមកំហែងមកលើសន្តិសុខជាតិរបស់អ៊ីរ៉ង់ហើយអ៊ីស្រាអែលហ្នឹងក៏គាត់មិននៅស្ងៀមដែរគឺគាត់ព្យាយាមស្វែងរកទំនាក់ទំនងមេត្រីភាពជាមួយប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតពិសេសគឺប្រទេសអារ៉ាប់មួយចំនួនដែលអ៊ីរ៉ង់កំពុងតែទម្លាក់គ្រាប់បែកនឹងមានដូចជាអារ៉ាប៊ីសាឌីតមានកាតាមានអារ៉ាប់រួមអីជាដើមរហូតធ្វើឲ្យអ៊ីស្រាអែលនិងប្រទេសអារ៉ាប់មួយចំនួននឹងឈានទៅដល់ការធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាគេហៅថា Abraham Accords
Abraham Accord នេះគឺចង់សំដៅទៅលើកិច្ចព្រមព្រៀងដែលអ៊ីស្រាអែលបង្កើតឡើងជាមួយប្រទេសអារ៉ាប់មួយចំនួនទៀតដើម្បីធ្វើម៉េចមានខ្នងបង្អែកមានសាច់ញាតិដើម្បីជួយទប់ទល់ជាមួយនឹងអ៊ីរ៉ង់បាទនេះខ្ញុំមិននិយាយពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិកដែលជាខ្លោមរយៈសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែលទេអញ្ចឹងប្រទេសទាំងពីរបងប្អូននៅពេលដែលមានអនុត្តរភាពក្នុងតំបន់នៅពេលដែលព្យាយាមប្រជែងអំណាចគ្នានៅក្នុងតំបន់ធ្វើឲ្យប្រទេសទាំងពីរហ្នឹងចាប់ផ្ដើមបែកឆ្វេងចាប់ផ្ដើមស្វែងរកខ្នងបង្អែករៀងៗខ្លួនហើយខ្នងបង្អែកដែលស័ក្តិសិទ្ធិបំផុតហ្នឹងគឺអ្នកជិតខាងឯងអញ្ចឹងហើយបានជាកន្លងមកអ៊ីរ៉ង់ហ្នឹងគាត់មានទំនាក់ទំនងជាមួយនឹងប្រទេសមួយចំនួននៅជិតអ៊ីស្រាអែលក្នុងនោះគាត់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ូទីក្រុម Hezbollah ក្រុម Hamas ហើយជាដើមហើយអ៊ីស្រាអែលគាត់មានទំនាក់ទំនងជាមួយប្រទេសមជ្ឈិមបូព៌ាផ្សេងទៀតពិសេសអារ៉ាប់មួយចំនួនហ្នឹងដើម្បីធ្វើម៉េចទប់ទល់ឥទ្ធិពលគ្នាទៅវិញទៅមកចុងក្រោយវាយគ្នាបានសម្រេចមែននៅឆ្នាំ2026នេះហើយមិនត្រឹមតែវាយទាំងប្រទេសទាំងពីរទេគឺឥឡូវហ្នឹងរៀលដាលដល់អាសម្ព័ន្ធមិត្តជិតទៅទៀតបាទអ៊ីស្រាអែលហ្នឹងវាយលេបាណុនទៅវាយស៊ីរីទៅហើយដល់អ៊ីរ៉ង់នេះវាយអារ៉ាប៊ីសាឌីតវាយកាតាវាយអីចឹងទៅអញ្ចឹងចុងក្រោយហ្នឹងគឺអាណាដែលជាប់ពាក់ព័ន្ធគឺរងគ្រោះទាំងអស់អត់មានអាណាកិច្ចខ្លួនបានទេឯងសម្ព័ន្ធមិត្តជាមួយអញឯងត្រូវតែជួយអញអត់មានយករួចខ្លួនទេអញខ្ទេចឯងក៏ខ្ទេចដែរនេះគឺជាស្អីដែលប្រទេសនៅមជ្ឈិមបូព៌ាកំពុងតែរងគ្រោះហើយឥឡូវបងប្អូនឃើញហើយគ្មានខ្ទេចអាណាទេខ្ទេចតែតំបន់មជ្ឈិមបូព៌ាហ្នឹងអាមេរិកគាត់គ្មានខ្ទេចអីអាមេរិកខ្ទេចតែយន្តហោះ3 4 5គ្រឿងហ្នឹងហើយអ្វីដែលជាសោកនាដកម្មហ្នឹងគឺទឹកដីមជ្ឈិមបូព៌ានេះឯងមូលហេតុទី5អ៊ីស្រាអែលគឺជាកូនជឹងរបស់សហរដ្ឋអាមេរិកត្រង់ចំណុចនេះខ្ញុំជឿថាបងប្អូនខ្មែរយើងក្តីប្រជាជនសកលលោកពិសេសថ្នាក់ដឹកនាំសកលលោកផ្សេងៗទៀតយល់ច្បាស់ណាស់ថាគឺអាមេរិកហើយនិងអ៊ីស្រាអែលនឹងជាសម្ព័ន្ធមិត្តដែលចាក់ទឹកមិនលិចទេរហូតដល់គេមើលឃើញថាអ៊ីស្រាអែលនឹងអ្វីត្បិតតែជាមិត្តភ័ក្តិជិតស្និទ្ធរបស់អាមេរិកមែនប៉ុន្តែសកម្មភាពរបស់អ៊ីស្រាអែលនឹងគឺជាកូនជឹងរបស់សហរដ្ឋអាមេរិកបើទោះបីជាសង្គ្រាមនៅអ៊ីរ៉ង់ប្រមាណអាទិត្យនេះត្រូវបានអ្នកវិភាគកិច្ចការបរទេសមួយចំនួនមើលឃើញថាអាមេរិកហាក់បីដូចជាមិនមែនកំពុងដឹកនាំអ៊ីស្រាអែលធ្វើសង្គ្រាមទេគឺអ៊ីស្រាអែលទៅវិញទេដែលកំពុងតែគ្រប់គ្រងអាមេរិកកំពុងតែបញ្ជាអាមេរិកឲ្យធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជាមួយអ៊ីរ៉ង់ប៉ុន្តែនេះគឺជាការលើកឡើងមួយចំនួនទេបងប្អូនបាទប៉ុន្តែបើយើងមើលឲ្យមែនតែនទៅអាមេរិកដូចខ្ញុំធ្លាប់បញ្ជាក់ហ្នឹងអាមេរិកក៏មិនមែនគាត់ចេះតែធ្វើសង្គ្រាមប៉ាតណាប៉ាតណីដោយមិនដឹងទិសតំបន់ដែរវាឆ្លងកាត់ពីការគិតគូរល្អិតល្អន់ផែនការយុទ្ធសាស្ត្រពិសេសក្រុមអ្នកជំនាញសង្គ្រាមក្រុមយុទ្ធសាស្ត្រសង្គ្រាមនៅមន្ទីរប៉ង់តាហ្គោនបាទគេមិនមែនគិតមួយថ្ងៃពីរថ្ងៃធ្វើសង្គ្រាមមួយអ៊ីរ៉ង់ទេអញ្ចឹងខ្ញុំជឿថាអាមេរិកនឹងនៅតែជាបងធំរបស់អ៊ីស្រាអែលអញ្ចឹងបើទោះបីជាសកម្មភាពពេលខ្លះយើងមើលទៅហាក់បីដូចជាអ៊ីស្រាអែលនឹងកំពុងតែបានប្រយោជន៍ជាងអាមេរិកហាក់បីដូចជាអ៊ីស្រាអែលនឹងកំពុងតែប្រើអាមេរិកក៏ដោយប៉ុន្តែអាមេរិកនេះមិនមែនភ្លើបងប្អូនបាទខ្ញុំជឿតែអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយគឺអាមេរិកត្រូវការដាច់ខាតនៅសម្ព័ន្ធមិត្តមួយដែលអាចជួយខ្លួនហើយសម្ព័ន្ធមិត្តដែលជាការទុកចិត្តរបស់អាមេរិកហ្នឹងគឺគ្មាននរណាក្រៅពីអ៊ីស្រាអែលទេបាទអញ្ចឹងនេះគឺជារឿងមួយដែលយើងតែងតែគិតថាអ៊ីស្រាអែលកន្លងមកជាកូនជឹងរបស់សហរដ្ឋអាមេរិកហើយខ្ញុំក៏នៅតែគិតថាអ៊ីស្រាអែលនៅតែជាកូនជឹងអាមេរិកអញ្ចឹងពីព្រោះអ៊ីស្រាអែលតូចណាស់បងប្អូនបាទបើប្រៀបធៀបអាមេរិកអញ្ចឹងវាគ្មានអីដែលអ៊ីស្រាអែលទៅអាចធ្វើមេអាមេរិកបានទេអាមេរិកនៅតែបងធំរបស់អ៊ីស្រាអែលអញ្ចឹងបងប្អូនបាទនេះទស្សនៈរបស់ខ្ញុំទេណាបាទបើបងប្អូនគិតផ្សេងអាហ្នឹងក៏មិនអីដែរបាទកុំជេរគ្នាអានេះវាជាការគិតអានេះវាជាការយល់ឃើញរបស់មនុស្សយើងម្នាក់ៗទន្ទឹមនឹងនេះមានសំណួរជាច្រើនបានផុសឡើងជុំវិញសកលលោកថាតើការប្រតិបត្តិការសង្គ្រាមរបស់អាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលទៅលើប្រទេសអារ៉ង់ហ្នឹងវាជាការរំលោភបំពានទៅនឹងច្បាប់អន្តរជាតិដែរឬក៏ទេហើយក្នុងនោះមានអ្នកវិភាគក៏ដូចជាអ្នកច្បាប់អន្តរជាតិល្បីៗជាច្រើនបានវិភាគឃើញថាស្អីដែលអាមេរិកនិងអ៊ីស្រាអែលកំពុងតែរួមដៃគ្នាធ្វើសង្គ្រាមនៅអ៊ីរ៉ង់នេះវាគឺជាការរំលោភបំពានទៅលើច្បាប់អន្តរជាតិសុទ្ធសាធក្នុងនោះលោក Michael Becker ដែលជាសាស្ត្រាចារ្យជំនាញច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សហើយលោកក៏ធ្លាប់ធ្វើការនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេផងដែរលោកបានលើកឡើងថាអ៊ីស្រាអែលនេះមិនមែនត្រឹមតែរំលោភច្បាប់ជាមួយអ៊ីរ៉ង់នៅពេលនេះទេគឺអ៊ីស្រាអែលនេះបានរំលោភច្បាប់អន្តរជាតិតាំងពីសង្គ្រាមនៅតំបន់កាហ្សាមកម្លេះដែលសម្លាប់ប្រជាជនស៊ីវិលមិនក្រោម 60000 នាក់ទេអញ្ចឹងគាត់ថារឿងរំលោភច្បាប់នេះអ៊ីស្រាអែលរំលោភយូរហើយគាត់ថាមិនដឹងថាត្រូវធ្វើម៉េចពិសេសគឺស្ថាប័នអន្តរជាតិធំៗហ្នឹងក៏មិនដឹងថាចាត់វិធានការយ៉ាងណាដែរបានត្រឹមតែថ្កោលទោសបានតែរៀបចំកិច្ចប្រជុំអីចុះមួយចុះពីរអញ្ចឹងទៅប៉ុន្តែជាលទ្ធផលដុំកំភួនហ្នឹងគឺវាអត់មានទេអញ្ចឹងគាត់ថាអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនេះគឺពិតជាបានរំលោភទៅនឹងច្បាប់អន្តរជាតិហើយពិសេសគឺការចោទប្រកាន់អ៊ីរ៉ង់នេះឯងហើយរហូតមកទល់ពេលនេះលោក Michael Becker នេះក៏គាត់មានប្រសាសន៍
ដែរថាមិនទាន់ឃើញរបាយការណ៍ឬក៏ការស្រាវជ្រាវស៊ើបអង្កេតណាមួយច្បាស់លាស់ថាអ៊ីរ៉ង់នឹងបានគំរាមកំហែងទៅដល់សហរដ្ឋអាមេរិកឬក៏អ៊ីស្រាអែលទេអ្វីត្បិតតែកន្លងមកមេដឹកនាំប្រទេសទាំងពីរមិនថាអាយ៉ាតុលាមិនថាលោក Benjamin Netanyahu ផ្លោងទៅផ្លោងមកពាក្យសម្ដីបាទកំតិចគ្នារៀងខ្លួនអាមួយថាកំតិចអ៊ីស្រាអែលឲ្យផុតពិភពផែនដីបាទខាងអ៊ីស្រាអែលនោះថាអញនឹងកំតិចអ៊ីរ៉ង់ឲ្យបាត់សូន្យពីមជ្ឈមបូព៌ាឲ្យដល់អញ្ចឹងទៅគេថានេះវាគ្រាន់តែជាវោហារសាស្ត្រនយោបាយប្រទេសទាំងពីរដើម្បីទាញចំណាប់អារម្មណ៍ដើម្បីបានប្រយោជន៍រៀងខ្លួននៅក្នុងប្រទេសរៀងខ្លួនហើយចុងក្រោយទៅក៏បានបណ្ដាលឲ្យប្រទេសទាំងពីរផ្ទុះសង្គ្រាមមែនទែនបាទដែលកន្លងមកហ្នឹងប្រើតែសង្គ្រាមសមោលទេគេហៅថា Shadows Wars ដល់ឥឡូវមានណាបងប្អូនអាសមោលចុះសមោលឡើងផុងដល់អញ្ចឹងទៅវាធ្វើឲ្យរឿងនេះផ្ទុះពេញតំបន់មជ្ឈមបូព៌ាបាទអញ្ចឹងលោក Michael Becker នេះគាត់បានមានប្រសាសន៍ច្បាស់ណាស់គាត់ថាមួយចោតតែអ៊ីរ៉ង់ថាអ៊ីរ៉ង់នឹងគម្រាមកំហែងចេះមួយចេះពីរប៉ុន្តែកន្លងមកមិនដែលឃើញអ៊ីរ៉ង់បាញ់អាណាមុនទេដល់អញ្ចឹងទៅគាត់ឆ្ងល់ថានេះគឺជាមូលហេតុពិតដែលតែងតែនាំគ្នាប្រឌិតឬក៏ពេលខ្លះតែងតែនាំគ្នានិយាយថាអ៊ីរ៉ង់ចេះមួយចុះពីរទាញរហូតបានបង្កជាសង្គ្រាមនៅក្នុងឆ្នាំ2026នេះគឺជាការលើកឡើងរបស់អ្នកជំនាញច្បាប់អន្តរជាតិមួយចំនួនពិសេសលោក Becker នេះក៏ជាអតីតធ្លាប់បម្រើការងារនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែរអញ្ចឹងគាត់យល់ច្បាស់ណាស់អំពីនីតិវិធីឬក៏កិច្ចការច្បាប់អន្តរជាតិមួយចំនួនពិសេសការរំលោភបំពានប្រទេសនីមួយៗហ្នឹងអញ្ចឹងគាត់និយាយតែប៉ុណ្្នឹងគឺយើងអាចយល់សមល្មមថាទង្វើរបស់អ៊ីស្រាអែលឬជាមួយសហរដ្ឋអាមេរិកហ្នឹងគឺជាការឈ្លានពានគឺជាការរំលោភលើច្បាប់អន្តរជាតិសុទ្ធសាធដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិអញ្ចឹងត្រឡប់មកវិញបងប្អូននេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យអ៊ីស្រាអែលហ្នឹងគាត់តែងតែស្អប់អ៊ីរ៉ង់គាត់គុំអ៊ីរ៉ង់គាត់តែងតែស្រមៃថាថ្ងៃណាមួយបើមានឱកាសគាត់នឹងកំទេចអ៊ីរ៉ង់ឲ្យផុតពីភពផែនដីប៉ុន្តែយ៉ាងណាក៏ដោយបងប្អូនឥឡូវនេះវាមិនមែនតែផុតផែនដីទេវាទៅជាធ្វើឲ្យផែនដីនឹងកលាប់ចាក់ទៅវិញបាទបើថាខ្ទេចភពផែនដីតែមកអាហ្នឹងវាមិនសូវអីទេបាទឥឡូវផែនដីវាអត់ទាន់ខ្ទេចបាទវាខ្ទេចតាប្រជាជនវាខ្ទេចតាអាគារឥឡូវហ្នឹងវាធ្វើឲ្យប្រជាជនសកលលោករួមទាំងខ្មែរទាំងខ្ញុំអីឥឡូវហ្នឹងវេទនាចយសេះវេទនារោពធបងប្អូនបាទផែនដីវាមិនទាន់ខ្ទេចអាផែនដីវាមិនទាន់អាលុតអាលាយផងឥឡូវហ្នឹងឯងអ្នករស់នៅហ្នឹងចង់អាលាយមុនផែនដីបងប្អូនបាទដោយសារអីបងប្អូនឃើញហើយរាល់ថ្ងៃមិនថាខ្មែរមិនថាប្រទេសណាទេប្រជាជនកំពុងស្រែកយ៉ៃហើយរឿងទំនិញឡើងថ្លៃពិសេសគឺប្រេងឥន្ធនៈអីជាដើមអញ្ចឹងឃើញបងប្អូនសង្គ្រាមជួនកាលបកឡើងតែ1 2ទេប៉ុន្តែវាប៉ះពាល់ទៅដល់អ្នកផ្សេងទៀតដែលរងឥទ្ធិពលអញ្ចឹងហើយបានជាប្រទេសជាច្រើនគេមិនចូលចិត្តសង្គ្រាមហ្នឹងហើយសម្រាប់ខ្ញុំបន់ឲ្យតែសង្គ្រាមនេះឆាប់ចប់ទេបងប្អូនបាទធ្វើម៉េចដើម្បីឲ្យស្ថានភាពរបស់ពិភពលោកហ្នឹងវិលទៅដូចដើមវិញហើយប្រជាជនប្រទេសទាំងអស់ដែលរងផលប៉ះពាល់ហ្នឹងអាចទៅប្រកបរបរអាជីវកម្មរកស៊ីទំនាក់ទំនងការទូតអីល្អជាមួយគ្នាឡើងវិញទៅអាហ្នឹងវាសុខហើយបាទហើយបើថាមួយគម្រាមមួយអត់ឈប់មួយវាយគ្នាអត់ឈប់អញ្ចឹងអាហ្នឹងអាអ្នកងាប់ហ្នឹងមិនមែនងាប់តែអាអ្នកវាយហ្នឹងគឺងាប់អាអ្នកអត់ដឹងអីនៅឆ្ងាយ3 4000 5000គីឡូឬក៏10000គីឡូឆ្ងាយពីតំបន់មជ្ឈមបូព៌ាហ្នឹងក៏ប៉ះដែរអញ្ចឹងនេះគឺជាសោកនាដកម្មសង្គ្រាមបងប្អូនច្រើនហើយបងប្អូនសូមអធិស្ឋានហើយបើមានការលឺលួសចំណុចតាណាមិនច្បាស់អីសូមបងប្អូនមេត្តាអធិស្ឋានផងហើយបើបងប្អូនយើងណាមានហេតុផលច្រើនជាងនេះទៀតអាច comment មកបងប្អូនបាទពីព្រោះហេតុផលมันអាចមាន5 6ប៉ុណ្ណឹងដូចខ្ញុំនិយាយជូនបងប្អូននឹងទេដោយសារពេលវេលាវាខ្លីបងប្អូនបាទអញ្ចឹងបើបងប្អូនថាខ្ញុំមានហេតុផលផ្សេងទៀតដែលអ៊ីស្រាអែលនឹងចង់វាយអ៊ីរ៉ង់ចេះមួយចុះពីរបងប្អូន comment មកបងប្អូនណាបាទរីករាយយើងចែករំលែករៀនសូត្រទាំងអស់គ្នាដើម្បីឲ្យចំណេះដឹងយើងកាន់តែមានភាពល្អប្រសើរជាងមុនបាទសូមអរគុណសូមជម្រាបលា